គាត់កំពុងតែរៀនគួរនៅផ្ទះរបស់លោកគ្រូគាត់នឹងគាត់មានអារម្មណ៍ថាមានគេឈរក្រោយខ្នងគាត់ទាំងដែលពេលដែលគាត់កំពុងតែរៀននឹងគឺគាត់អង្គុយតុកនៅក្រោយគេទេអញ្ចឹងមូលហេតុដែលធ្វើឲ្យគាត់មានអារម្មណ៍បែបហ្នឹងគឺគាត់ត្រូវបានប្រភពផ្ទះលោកគ្រូជីវៈរបស់គាត់នឹងលងគាត់មួយនេះតាំងពី2ឆ្នាំមុនមកម្លេះពេលហ្នឹងបងប្រុសហ្នឹងគឺគាត់ទៅរៀនគួរជីវៈផ្ទះរបស់លោកគ្រូគាត់អញ្ចឹងផ្ទះរបស់លោកគ្រូគាត់ហ្នឹងខ្ញុំសូមបញ្ជាក់ថាផ្ទះគាត់គឺធំមែនតែនគឺមានដីធ្លីខាងក្រៅញ៉ែចំទៅដាក់តុសាលាបានច្រើនមែនតែនហើយលោកគ្រូហ្នឹងគឺគាត់ធ្វើដំបូងប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍ជាងគេហ្នឹងគឺគ្រាន់តែចូលទៅដល់ផ្ទះហ្នឹងភ្លាមបើកទ្វារលបងធំហ្នឹងគឺឃើញប្រភពនៅឆ្វេងដៃធំមែនតែនគឺប្រភពហ្នឹងលោកគ្រូអត់ដែលខានសែនទេឲ្យទៅរៀនគួរលើកណាក៏ឃើញមាននំប៉ោងកាហ្វេក៏ដូចជានំប៉ាវថ្មីដែរលោកគ្រូតែងតែសាងជារៀងរាល់ថ្ងៃហើយក្បែរប្រភពហ្នឹងគឺមានដើមស្វាយធំមួយមានពេលមួយនៅពេលដែលថ្ងៃអាទិត្យគាត់ចំថ្ងៃរៀនគួរជីវៈហ្នឹងពេលហ្នឹងគឺអត់សូវមានកូនសិស្សទៅរៀនទេរាល់ដងធ្លាប់តែរៀន20នាក់ថ្ងៃហ្នឹងរៀនសល់តែ5នាក់គឺមករៀនតែ5នាក់អីអញ្ចឹងលោកគ្រូក៏គាត់ចាប់ផ្ដើមរបៀបថាជ្រុលតែអត់មានសិស្សមករៀនហើយ5នាក់ហ្នឹងគឺជាកូនសិស្សពិសេសរបស់គាត់អញ្ចឹងថ្ងៃហ្នឹងគឺគាត់ចែកវិញ្ញាសាឲ្យធ្វើដូចថាកំណត់នាទីអញ្ចឹងណាអញ្ចឹងលោកគ្រូក៏បានឲ្យកូនសិស្សគាត់អង្គុយតុម្នាក់មួយអញ្ចឹងបងប្រុសដែលគាត់បានចែកម្លេចមកខ្ញុំហ្នឹងគឺគាត់អង្គុយតុក្រោយគេពេលដែលគាត់កំពុងតែធ្វើឯកសារដែលលោកគ្រូឲ្យធ្វើហ្នឹងលោកគ្រូកំណត់នីតិឲ្យស្ងៀមស្ងាត់ហ្នឹងកំពុងតែធ្វើស្រាប់តែមានអារម្មណ៍ថាមានខ្យល់មួយយ៉ាងមកខ្សឹបដាក់កញ្ចក់គាត់ឡើងភាយមែនតើអ្នកទាំងគ្នាយកពាក្យថាខ្យល់មកហើយចូលកញ្ចក់ទៅខាងស្ដាំឯអាខាងឆ្វេងហ្នឹងគឺអត់មានអីទេអញ្ចឹងមកប្រុសហ្នឹងគឺចាប់ផ្ដើមមានអារម្មណ៍អត់សូវស្រួលទេប៉ុន្តែទី1គិតថាប្រហែលជាគាត់ភ័យពេលខ្លាចធ្វើវិញ្ញាសាបានល្អលោកគ្រូស្ដីឲ្យអញ្ចឹងក៏បន្តធ្វើទៅអញ្ចឹងពេលដែលគាត់ធ្វើប្រហែលជា5នាទីទៀតគាត់មានអារម្មណ៍ថាលោកគ្រូរបស់គាត់ហ្នឹងគឺឈរក្រោយខ្នងខ្ញុំសូមបញ្ជាក់ថាពេលហ្នឹងលោកគ្រូរបស់គាត់គឺបានដើរមើលសិស្ស5នាក់ចឹងទៅអញ្ចឹងពេលដើរហ្នឹងលោកគ្រូដើរចុះដើរឡើងហ្នឹងគឺលោកគ្រូមិនមែនដើរក្រោយបងប្រុសម្នាក់ហ្នឹងទេលោកគ្រូគឺគាត់ទៅក្នុងផ្ទះគាត់ចូលបន្ទប់ទឹកអីប៉ុន្តែបងប្រុសហ្នឹងគាត់ដំបូងគាត់ថាប្រហែលជាលោកគ្រូឈរក្រោយខ្នងគាត់អញ្ចឹងគាត់ក៏ងាកមើលប៉ុន្តែគឺមិនមានអ្នកណាគេទេចុះអ្នកណាដែលឈរក្រោយគាត់មុននឹងដែលគាត់មានអារម្មណ៍ថាមានមនុស្សឈរក្រោយខ្នងគាត់ណាអ្នកតាគ្នាដឹងឯងពេលដែលយើងអង្គុយមនុស្សឈរក្រោយខ្នងគឺតែងតែមានចំណាំងផ្លាតពណ៌ខ្មៅសើមហើយចង់បងប្រុសហ្នឹងគាត់ងាកទៅមើលគឺអត់មានឃើញណាគេចង់ពេលហ្នឹងគាត់ចាប់ផ្ដើមភ័យម្ដងទៀតឯអ្នកតាគ្នាមានអារម្មណ៍ថាអត់សូវស្រួលហើយពេលហ្នឹងក៏គាត់បានចាប់អារម្មណ៍ទៅងាកទៅមើលប្រភពរបស់លោកគ្រូពេលដែលមើលប្រភពហ្នឹងអ្នកតាគ្នាដឹងមិនអត់ប្រភពហ្នឹងគឺមានសម៉ោមួយគឺខ្មៅគឺឈរក្បែរហ្នឹងអញ្ចឹងធ្វើឲ្យបងប្រុសម្នាក់ហ្នឹងគឺគាត់បាច់ញើសស្រាក់ហើយគាត់ប្រាប់ពូម៉ាក់គាត់4នាក់ហ្មងថាគាត់មានអារម្មណ៍ថាខ្មោចលងបន្ទាប់ពីប្រាប់ពូម៉ាក់4នាក់ហ្នឹងហើយពូម៉ាក់4នាក់ហ្នឹងគឺបានគិតមែនតើថាអូមែនតាតិចខ្មោចលងអញអីចឹងណាចឹងទៅពេលលោកគ្រូចេញពីបន្ទប់ទឹកមកវិញហ្នឹងលោកគ្រូក៏បានសួរថាម៉េចបានឈប់ធ្វើវិញ្ញាសាចឹងកើតអីអញ្ចឹងបងប្រុសហ្នឹងក៏បានប្រាប់ថាមុនហ្នឹងខ្ញុំមានអារម្មណ៍ថាដូចមានតែគេឈរក្រោយខ្នងមានសម្ោខ្មៅប៉ុន្តែងាកទៅគឺអត់ឃើញទេហើយងាកទៅប្រភូមិឃើញសម្ោខ្មៅឈរក្បែរប្រភូមិអញ្ចឹងទៅចុះលោកគ្រូក៏គាត់អាចសន្មតបានថាប្រហែលជាប្រភូមិតែគាត់លងកូនសិស្សគាត់ហើយចឹងគាត់ក៏ឲ្យធូកូនសិស្សគាត់ម្នាក់ពីរតសាយដូចថាឲ្យអុជធូកទៅប្រភូមិអីចឹងណាថាកូនចៅសុំក្តីសុខកូនចៅមកហ៊ានទេកូនចៅមកស្រូបចំណេះវិជាអីចឹងទៅកុំធ្វើបាបអីចឹងទៅអញ្ចឹងចាប់ពីពេលហ្នឹងមកក៏លែងមានរឿងអីកាត់ឡើងដែរដោយសារតែពួកគាត់គឺបានសុំអនុញ្ញាតប្រភូមិផ្ទះលោកគ្រូជីវៈចឹងទៅមកតាគ្នាចង់បានស្បែកសដោយសុវត្ថិភាពហើយសជាងមកស្អាតបែបមានសុខភាពល្អអត់មកតាគ្នាគឺអាចសាកមកប្រើជាមួយនឹងឈុតរបស់ Felix ដែលមានលេលាបខ្លួនប្រភេទលេដែលលាបទៅធ្វើស្បែកយើងសភ្លឺថ្លាអ្វីដែលសំខាន់ហ្នឹងគឺផ្ដល់សំណើមបានល្អមែនតើអ្នកទាំងគ្នាប្រើលេនេះហើយខ្ញុំធានាថាស្រឡាញ់ស្បែកខ្លួនឯងហើយដឹងតែសមុនពេលចូលឆ្នាំហ្មងតែលេនេះលាបទៅគឺសលឿនខ្លាំងមែនតើហើយអ្វីដែលខ្ញុំស្រឡាញ់ហ្នឹងគឺវាអត់ឲ្យស្បែកខ្ញុំស្ងួតទេគឺផ្ដល់សំណើមល្អមែនតើអ្នកគ្នាអាចមើលកន្លែងដែលខ្ញុំលាបបានណាញីអត់ដល់1នាទីផងប៉ុន្តែសាច់របស់ខ្ញុំគឺចូលស្អាតខ្លាំងមែនតើហ្មងពេលខ្ញុំស្រឡាញ់លេរបស់ Felix គឺលាបទៅគឺឆាប់ផ្លែឆាប់សខ្លាំងមែនតើហើយផ្ដល់សំណើមខ្ពស់ណាស់អ្នកទាំងគ្នាអាចមើលដៃខ្ញុំមួយខាងដែលលាបបានហើយនឹងអត់លាបមកមួយខាងគឺមានសំណើមមានជាតិហ្មងចំណែកមួយខាងទៀតគឺអត់មានជាតិទេសួរខ្ញុំថាលាបលេហើយញ៉ាំវីតាមីនតុងសុខឈាមសលឿនអត់តនីហ្មងអ្នកទាំងគ្នាចំពោះវីតាមីនតុងសុខឈាមមួយគឺគេប្រើត្រូវច្រើនខ្លាំងមែនតើទោះបីខ្ញុំផ្ទាល់គឺខ្ញុំញ៉ាំត្រូវមែនតើខ្ញុំញ៉ាំវីតាមីននេះសាច់ខ្ញុំគឺសស្អាតភ្លឺនិយាយចាំទៅដូចអ្នកសពីកំណើតអញ្ចឹងបើដែលសំខាន់ដើរត្រូវថ្ងៃគឺអត់មានចាញ់ក្តៅថ្ងៃទេមួយថ្ងៃញ៉ាំតែ2គ្រាប់ទេសាច់ខ្ញុំគឺស្អាតហ្មងអ្នកទាំងគ្នាចង់ឲ្យសមុនពេលចូលឆ្នាំកុំភ្លេចប្រើពីមុខនេះណាខ្ញុំធានាថាប្រើហើយគឺសាច់ស្អាតមែនតើអរគុណ